ក្សាជាតិកម្ពុជាដើម្បីស្ត្រីថ្លែងអំណរអគុណដល់សម្ដេចតេជោហ៊ុនសែនចំពោះអនុសាសន៍ណែនាំដែលកិត្តគូដល់សុខុមាលភាពសង្គមនិងសិទ្ធិរបស់ស្ត្រីលោកជំទាវបណ្ឌិតអង្គកថាភាវីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានចេញលិខិតថ្លែងអំណរអគុណគោរពជូនសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងជាអនុប្រធានកិត្តិយសទី1នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចូលជួបសម្ដែងការគូសំនិងផ្ដល់អនុសាសន៍ណែនាំតាមលិខិតថ្លែងអំណរអគុណដែលបានសរសេរក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីសូមអនុញ្ញាតគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងជាអនុប្រធានកិត្តិយសទី1នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីចំនួន50រូបចូលជួបសម្ដែងការគូសំនិងគោរពជម្រាបជូននៅរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ2024និងផែនការសកម្មភាពឆ្នាំ2025នាថ្ងៃទី4ខែមិថុនាឆ្នាំ2025នឹងផ្ដល់ជាអនុសាសន៍ណែនាំដែលមានអត្ថន័យខ្លឹមសារកិត្តគូដល់សុខុមាលភាពសង្គមនិងសិទ្ធិរបស់ស្ត្រីដូចខាងក្រោម 1. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីរៀបចំសំណើដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសុំកំណត់កូតាសម្រាប់មុខតំណែងស្ត្រីក្នុងតួនាទីជាអភិបាលរងរាជធានីខេត្តក្រុងស្រុកខណ្ឌមានយ៉ាងតិចចំនួន2រូបទី2ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីស្នើទៅក្រសួងមុខងារសាធារណៈនៅពេលដែលមានការប្រឡងជ្រើសរើសក្របខណ្ឌត្រូវកំណត់យកមានកូតាស្ត្រីដែលដាក់ពាក្យសុំចូលរួមប្រឡងឲ្យបានយ៉ាងតិចចំនួន 50% នៃចំនួនអ្នកដែលបានដាក់ពាក្យប្រឡងទី3ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីធ្វើអនុត្តរភាពពង្រឹងអំណាចស្ត្រីលើគ្រប់វិស័យដោយចាប់ផ្ដើមពីវិស័យសេដ្ឋកិច្ចជាមុនទី4សម្ដេចតេជោនឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់អន្តរវាសិកដ្ឋាននៅរាជធានីភ្នំពេញសម្រាប់និស្សិតស្ត្រីថ្នាក់ឧត្តមសិក្សាហើយនឹងប្រកល់អន្តរវាសិកដ្ឋាននោះជូនទៅក្រសួងកិច្ចការនារីជាអ្នកគ្រប់គ្រងទី5សម្ដេចតេជោហ៊ុនសែននឹងទទួលជួបសហគ្រិនស្ត្រីដែលនឹងរៀបចំដោយក្រសួងកិច្ចការនារីតាមការបរិច្ឆេទសមរម្យរបស់សម្ដេចតេជោនាងខ្ញុំលីលីពី I Love Cambodia Hot News TV